because versus because of ចឹងថាតើ because ប្រែថាម៉េចហើយនឹង because of ប្រែថាម៉េចហើយប្រើនៅក្នុងប្រយោគយ៉ាងម៉េចដែរជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីពាក្យ because ហើយនឹង because of ចឹងទី1នេះយើងសិក្សាអំពី because ដែលវាជា conjunction យើងប្រែថាពីព្រោះ because ពីព្រោះយើងប្រើ because សម្រាប់សួរ reason សួរហេតុផលអូខេសំណួររបស់ because គឺតែងតែ why មូលហេតុអីអញ្ចឹងយើងឆ្លើយមកពីព្រោះតែមូលហេតុអីអូខេអញ្ចឹងយើងចូលទៅប្រយោគទាំងអស់គ្នាដំបូងគេនេះខ្ញុំនៅផ្ទះពីព្រោះមេឃកំពុងភ្លៀងអញ្ចឹងយើងនិយាយថា I stay home because it is raining អញ្ចឹងសួរ reason សួរមូលហេតុអីបានអ្នកនៅផ្ទះដោយសារតែឬក៏ពីព្រោះតែមេឃកំពុងភ្លៀងអញ្ចឹងចេញតាណាមិនកើតមួយទៀតពួកគេរំភើបហេតុអីបានរំភើបពីព្រោះស្អែកគឺជាថ្ងៃឈប់សម្រាក so we say they are excited because tomorrow is a holiday យើងអាចនិយាយបំបែកផ្សេងទៀត they are excited ពួកគេរំភើប because they are promoted to higher position ពួកគេរំភើបពីព្រោះតែឬក៏ពីព្រោះពួកគេត្រូវបានដំឡើងតំណែងខ្ពស់ជាងមុន promote អូខេឲ្យឡើងតំណែងខ្ពស់ជាងមុនទៅអូខេឧទាហរណ៍មួយទៀត they are excited ពួកគេរំភើប because they passed the exam ដោយសារពួកគេឬក៏ពីព្រោះតែពួកគេបានប្រឡងជាប់ចឹងទៅមួយទៀតខ្ញុំញ៉ាំបន្លែពីព្រោះបន្លែល្អសម្រាប់សុខភាពយើងនិយាយថា I eat vegetables because they are good for health I eat vegetables because they are good for health ដោយសារតែបន្លែហ្នឹងគឺល្អសម្រាប់សុខភាពឧទាហរណ៍យើងនិយាយមួយទៀត I eat vegetables ខ្ញុំញ៉ាំបន្លែ because they are cheap បន្លែហ្នឹងគឺវាមានតម្លៃធូរចឹងមកអូខេឬក៏យើងនិយាយថា I eat vegetables ខ្ញុំញ៉ាំបន្លែ because they are organic ដោយសារបន្លែហ្នឹងគឺវាមិនមានជាតិគីមីទេអូខេអញ្ចឹង because យើងជាទូទៅប្រើសម្រាប់បញ្ជាក់ពី reason ហើយការប្រើប្រាស់របស់វាគឺមានប្រយោគមួយហើយ because នឹងមានប្រយោគមួយទៀតនឹងមានប្រយោគមួយទៀតអញ្ចឹងវាពីរប្រយោគណាហើយ because នៅកណ្ដាលឬក៏មួយទៀតយើងអាចនិយាយ because មុន because they are good for health I eat vegetables អញ្ចឹងក៏បានដែរប៉ុន្តែនៅពេលយើងនិយាយ because មុនកណ្ដាលត្រូវមាន comma ណាអូខេមួយទៀតគាត់បានមកយឺតពីព្រោះគាត់ខកខានឡានក្រុងអញ្ចឹងទៅយើងនិយាយថា he was late because he missed ខកខាន he missed the bus he was late because he was busy គាត់មកយឺតដោយសារគាត់រវល់អញ្ចឹងទៅ he was late because he was late because he was not well he was sick ចឹងទៅគាត់មកយឺតដោយសារតែគាត់ឈឺចឹងមកអូខេមួយទៀត because of គឺជា preposition គឺជាឋានៈអូខេជាទូទៅនៅក្រោយ because of យើងប្រើនាមអូខេក្រោយ because of យើងប្រើនាមខុសពី because គឺខាងក្រោយ because យើងមានប្រយោគពេញមាន subject មាន verb ប៉ុន្តែខាងក្រោយ because of គឺជានាមឬក៏noun phrase because of យើងប្រែថាពីព្រោះតែឬក៏ដោយសារតែវាបង្ហាញពី reason ដូចគ្នាបង្ហាញពីហេតុផលដូចគ្នាយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាការប្រជុំត្រូវបានផ្អាកដោយសារតែភ្លៀងខ្លាំងមិនអាចជួបជុំប្រជុំបាន The meeting was cancelled
the meeting was cancelled because of heavy rain ភ្លៀងខ្លាំង the meeting was cancelled because of heavy rain ការប្រជុំត្រូវបានផ្អាកត្រូវបានលុបទៅវិញដោយសារតែ because of ភ្លៀងខ្លាំង heavy rain មួយទៀតនាងមកយឺតដោយសារតែបញ្ហាចរាចរណ៍ឬក៏ការកកស្ទះចរាចរណ៍អញ្ចឹងទៅ she was late because of traffic she was late because of personal problem បញ្ហាផ្ទាល់ខ្លួនអញ្ចឹងនាងមកយឺតដោយសារមានបញ្ហាផ្ទាល់ខ្លួនតិចតួចអញ្ចឹងទៅ one more មួយទៀតយើងមិនអាចគេងដោយសារតែសំឡេងរញ៉េរញ៉ៃយើងនិយាយថា we couldn't sleep because of the noise ពួកយើងមិនបានគេងឬក៏គេងមិនលក់ដោយសារតែសំឡេងរំខានសំឡេងរញ៉េរញ៉ៃ because of the noise from the vehicles okay the noise from the speaker សំឡេងញ៉ៃពីយានជំនិះឬក៏បាយចឹងទៅមួយទៀតនាងបានយំដោយសារតែរឿងដ៏កំសត់អូខេចឹងសម្រាប់បងប្អូនដែលតាមដានទស្សនាវីដេអូនេះបើមិនទាន់បាន Subscribe ឬ Follow អាចធ្វើការ Subscribe និង Follow បានដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតចឹងយើងបន្តមេរៀនរបស់យើង She cried because of នាងបានយំដោយសារតែ because of the sad movie នាងបានយំដោយសារតែរឿងកំសត់អញ្ចឹងទៅកុំតែគេបានចាក់ចាំងវាកំសត់អញ្ចឹងណាឬក៏យើងអាចនិយាយផ្សេងពីហ្នឹងទៀត She cried because of losing the job okay because of losing a job អញ្ចឹងបើយើងប្រើខាងក្រោយ because of យើងចង់ប្រើកិរិយាសព្ទចង់ប្រើ verb ណាយើងត្រូវប្រើ verb បូកជាមួយនឹង ing alright អូខេអរគុណបងប្អូនអរគុណសម្រាប់ការតាមដានវីដេអូមេរៀនថ្ងៃនេះមិនតែប៉ុណ្ណេះជម្រាបលាទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូបន្តទៀត